គណៈពេលដែរជិះម៉ូតូបូកជាមួយនឹងម៉ូតូក៏បានចោតទៅលើឡានក៏បានវាយកញ្ចក់រថយន្តរបស់ម្ចាស់ឡាននិងវាយម្ចាស់តកង់ឡាននោះពេលនេះឧត្តមសេនីយ៍ឯកជួននរិនជនសង្ស័យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ប្រើអំពើហិង្សាត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯកជួននរិនស្នងការនគរបាលរាជធានីភ្នំពេញបានប្រកាសដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍និងការប្រើអំពើហិង្សាដែលត្រូវបានបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គមត្រូវបានលោកចាត់ឲ្យលោកហេងរតនាស្នងការរងទទួលផែនចរាចរណ៍ដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវជាបន្ទាន់ឧត្តមសេនីយ៍ឯកជួននរិនបានបញ្ជាក់ថាករណីនេះគឺជាបទល្មើសព្រហ្មទណ្ឌហើយលោកបានអញ្ជើញជនរងគ្រោះនិងម្ចាស់រថយន្តឲ្យមកដាក់ពាក្យបណ្ដឹងនៅសមាជិកជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាមួយគ្នានេះលោកក៏បានឲ្យដឹងថាបរិបទដែលពាក់ព័ន្ធនឹងអំពើហិង្សានឹងត្រូវបានសាធារណជនហៅថាអ្នកក្លាហានត្រូវបានសមាជិកជំនាញផ្នែកចរាចរណ៍ឃាត់ខ្លួនបានហើយបានប្រគល់ទៅផ្នែកព្រហ្មទណ្ឌដើម្បីបន្តនីតិតាមផ្លូវច្បាប់ឧត្តមសេនីយ៍ឯកជួននរិនបានលើកឡើងថាគ្រួសារមានវិន័យប្រទេសមានច្បាប់ដូច្នេះមិនគួរយកអារម្មណ៍មកដោះស្រាយបញ្ហាឡើយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ដើម្បីរួមចំណែករក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងសង្គមផងដែរពេលនេះបរិបទដែលក្លាហានបានវាយទៅលើម្ចាស់រថយន្តនេះគឺបានកំពុងតែរងចាំទស្សនាព័ត៌មានអាប់ដេតពី Channel របស់យើងខ្ញុំគណៈពេលដែលអភិបាលរងខេត្តកំពតលោកសេងសេរីបុតចេញមកបំភ្លឺចំពោះពាក្យបណ្ដឹងមួយពាក់ព័ន្ធនឹងការខ្ចីប្រាក់$60000លោកបានអាងថាជាបុគ្គលឈ្មោះសមរិទ្ធីបានយកឈ្មោះរបស់លោកបោកប្រាស់គេនិងបន្លំឯកសារយ៉ាងច្រើនខេត្តកំពតអភិបាលរងខេត្តកំពតលោកសេងសេរីបុតនៅថ្ងៃទី20ខែសីហាឆ្នាំ2026បានចេញបំភ្លឺបញ្ជាក់ពីដំណើររឿងចំពោះពាក្យបណ្ដឹងរបស់ឈ្មោះម៉ៅប៊ុនលីដែលបានបណ្ដឹងលោករឿងខ្ចីលុយចំនួន$60000តែមិនទាន់សងលោកម៉ៅប៊ុនលីជាអ្នករកស៊ីម្នាក់នៅខេត្តកំពតបានអាងថាលោកសេងសេរីបុតបានខ្ចីលុយចំនួន$60000តែមិនព្រមសងថែមទាំងបណ្ដឹងគាត់នៅទៅកាន់ស្ថាប័នតុលាការទៀតផងលោកម៉ៅប៊ុនលីក៏បានដាបពីបណ្ដឹងទៅកាន់លោកការិតឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌ដើម្បីស្វែងរកដំណោះស្រាយនិងយុត្តិធម៌ជូនលោកចំពោះបណ្ដឹងខាងលើនេះលោកសេងសេរីបុតបានច្រានចោលការចោទប្រកាន់ខាងលើនេះហើយចាត់ទុកថាជាការខុសការពិតមានចរិតលក្ខណៈមួបង្កាច់និងញុះញង់ឲ្យមានការរើសអើងដែលជាហេតុនាំឲ្យសាធារណជនមានការយល់ច្រឡំមកលើលោកនាំឲ្យមានផលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរបើតាមដីកាតម្កល់រឿងរបស់តំណាងអัยការលោកម៉ៅប៊ុនលីបានបញ្ជាក់ថាលោកសេងសេរីបុតពិតជាបានខ្ចីលុយ$60000និងបានចេញសែកគ្មានទឹកប្រាក់មកឲ្យលោកពិតប្រាកដតែលោកមិនទទួលបានសែកផ្ទាល់ពីលោកសេងសេរីបុតនោះទេតាមការបញ្ជាក់បន្ថែមពីលោកសេងសេរីបុតតាមពិតមានបុគ្គលម្នាក់មានឈ្មោះសុំរិទ្ធីបានយកឈ្មោះរបស់លោកទៅបោកប្រាស់គេឯងនិងបានបន្លំឯកសារបន្លំស្នាមមេដៃរបស់លោកថែមទៀតផងដើម្បីរត់ការដីធ្លីហើយចំពោះបុគ្គលម្នាក់នេះបានដាក់ពីបណ្ដឹងទៅកាន់តុលាការខេត្តព្រះសីហនុនិងតុលាការខេត្តកំពតដើម្បីចាត់វិធានការតាមច្បាប់ហើយលោកថែមទាំងបញ្ជាក់ទៀតថាតាមរយៈឈ្មោះសុំរិទ្ធីលោកក៏ត្រូវបានខាត់បង់មិនតិចនោះដែរដែលឈ្មោះសុំរិទ្ធីបានធានាលុយរបស់លោកយកទៅឲ្យមនុស្សផ្សេងដើម្បីរត់ការដីធ្លីជូនលោកតែលទ្ធផលមិនបានហើយថែមទាំងបន្លំនឹងខ្លែងត្រាមេឃុំហត្ថលេខាមេឃុំទៀតផងចំពោះលុយ$60000នោះឈ្មោះសុំរិទ្ធីនៅបុគ្គលផ្សេងទៀតគឺមិនដឹងប្រាកលអ្វីខ្លះទៅឆោបោកឈ្មោះម៉ៅប៊ុនលីរហូតធ្វើឲ្យឈ្មោះម៉ៅប៊ុនលីបានបាញ់លុយចំនួន$60000ចូលក្នុងកុងរបស់លោកនៅវេលាម៉ោង
5ល្ងាចនៃថ្ងៃទី27ខែឧសភាឆ្នាំ2023តែព្រឹកឡើងនៅវេលាម៉ោងជាង10នៃថ្ងៃទី28ឧសភាឆ្នាំ2023លោកបានបាញ់លុយចំនួន$50,000ទៅឲ្យឈ្មោះសុំរិទ្ធីវិញនិងទុកនៅ$10,000ដោយសារតែឈ្មោះសុំរិទ្ធីសងលុយជំពាក់លោកវិញបន្ទាប់មកលោកឈ្មោះសុំរិទ្ធីបានទទួលលុយចំនួន$50,000នេះឈ្មោះក៏បានបាញ់ទៅឲ្យបុគ្គលម្នាក់ទៀតដោយសារតែពួកគេមានគ្នា3នាក់បានធ្វើលិខិតកិច្ចសន្យាខ្ចីលុយចំនួន$50,000ដែលមានឈ្មោះសុំរិទ្ធីជាអ្នកប្រគល់បតាមរយៈរឿងរ៉ាវទាំងនេះបានបង្ហាញឲ្យឃើញថាឈ្មោះសុំរិទ្ធីជាបុគ្គលម្នាក់ដែលបានយកឈ្មោះអភិបាលរងខេត្តកំពតលោកសេងសេរីបុត្រទៅឆបោកអ្នកដទៃហើយកំពុងរងពាក្យបណ្ដឹងនៅកាន់តុលាការអភិបាលរងខេត្តកំពតរូបនេះសូមទទូចឲ្យបងប្អូនឈប់ភ័ន្តច្រឡំទៅលើលោកនិងទុកឲ្យស្ថាប័នតុលាការបន្តចំណាត់ការតាមនីតិវិធីច្បាប់ដើម្បីស្វែងរកការពិតយុត្តិធម៌ជូនរូបលោកនិងម្ចាស់លុយផងដែរបាទនេះគឺជាការបកស្រាយអំពីលោកអភិបាលរងដែលមានឈ្មោះដែលរកស៊ីដីគឺបានខ្លែងបន្លំចំពោះឯកសារចំពោះលោកហើយលោកក៏បានធ្វើការបំភ្លឺទៅកាន់បណ្ដាញសង្គមផងដែរទោះបីជាណាគឺ ACU អង្គភាពប្រឆាំងអំពើពុករលួយក៏បានទៅស៊ើបផងដែរហើយយើងរងចាំចំណាត់ការយ៉ាងណានោះបន្ទាប់ពីឈ្មោះលោកម៉ៅប៊ុនលីនេះគឺលោកបានធ្វើការប្តឹងទៅកាន់លោកសេងសេរីបុត្រដែលជាអភិបាលរងខេត្តកំពតថាខ្ចីលុយរបស់លោក$50,000ដែលមានសាក្សីដឹងឮហើយគឺបានចេញសែកដែលគ្មានទឹកប្រាក់ឲ្យលោកផងដែរហើយយើងក៏មិនទាន់ដឹងច្បាស់ថាតើអ្នកណាខុសអ្នកណាត្រូវនោះបាទមានតែរងចាំឬជាច្បាប់ជាអ្នកដោះស្រាយតែប៉ុណ្ណោះបាទនេះគឺជាឯកសារដែលតកតងជាមួយនឹងកិច្ចសន្យាលោកផ្ដាច់ក៏ដូចជាលុយដែលបាន receipt បាទមានរងចាំទស្សនាព័ត៌មាន update ពី channel របស់យើងខ្ញុំជាមួយនឹងព័ត៌មានបាទនៅខេត្តកំពតជាមួយនឹងអភិបាលរងតើលោកទៅជាយ៉ាងណារងចាំទស្សនាព័ត៌មានថ្មីៗពី channel សូមអរគុណសូមជម្រាបលា